Chăm rê phó trừ tép này cái chân chỉ tì group năng chỉ tì mệt rây phơi một chút lúc nè tam pe về liền nòng màu đỏ đáy nòng cam về thì hòng mi bật miền mong tì pi. Bát sôm xoa công prey mật dương vợ một chục khné cù tì pi bà mình ní còn là chập bát đam điệp chòm trâu ta hái bánh hạt phượng đại chẳng thấy bộ vẽ ơn thì cho mình nè tôi giờ nào bài chỉ ta ôi mấy trâu hết bật cái vậy bà tôi tên này chuyên dương nâng chụp khné đâu rừng rau chụp trơn là thằng này đây là nâng theo chụp điệp chun tôi tên này chuyên bà cà phê mà sầm anh lúc nè bà hai chị bạn chia bay bò miềnនៅក្នុងទីក្រុងភ្នំពេញបាទភ្លៀងមកមេល្ងាចមិញនេះបាទលិចតាមផ្លូវមួយចំនួននៅក្នុងទីក្រុងភ្នំពេញបាទហើយខ្ញុំក៏ជាប់ស្ទះចរាចរណ៍នៅកន្លែងផ្សារផ្លូវសាលដឺហ្គោលចាបាទចិត្តកន្លែងដូលុយលីហួរបាទខាងកើតហ្នឹងជាប់ចិត្ត3ម៉ោងគេហ្នឹងដែរនៅកណ្ដាលគេហ្នឹងបាទភ្លៀងសឹមមិញបាទទឹកមិនជាជ្រៅអីពេកទេប៉ុន្តែគាត់ថាវាដក់នៅកន្លែងខ្លះដែលរៀងទំនាបនោះដក់លិចជ្រៅបាទហើយការលិចនេះដោយសារតែកន្លែងប្រព័ន្ធលូខ្លះទីតាំងខ្លះកំពុងតែធ្វើលូបាទដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនចៃកាបាទអញ្ចឹងកន្លែងខ្លះទៀតលូនឹងវាស្ទះបាទវាយ៉ាងប៉ុន្តែលិចអត់យូរទេចាបាទប៉ុន្តែបើស្ទះចរាចរណ៍យូរព្រោះម្នាក់មិនវៀងរកកន្លែងគោចាបាទហើយឡានមិនសូវអីទេទៅកាត់ទឹកនឹងបានតែម៉ូតូគាត់វៀងរកកន្លែងគោវៀងគ្រប់គ្នាអញ្ចឹងទៅជាប់គាំងគ្រប់គ្នាហ្នឹងទៅបាទខ្ញុំទៅថតទស្សនភាពជាប់គាំងចរាចរណ៍ខ្លួនឯងនៅកន្លែងផ្លូវសាលដឺហ្គោលខាងកើតកន្លែងដូលុយលីហួរបាទគាត់ចេញមកដល់ថតទៅអ្នកនៅតាមផ្ទះហ្នឹងគាត់ក៏លេងមកគាត់ឃើញខ្ញុំគាត់ស្គាល់គាត់ថតខ្ញុំវិញថតផ្សាយឲ្យអ្នកផ្ទះគាត់មើលវិញគាត់ថានៅជាប់ហើយហងមាសជាប់ដែរហើយជាប់ដូចគ្នាចរាចរណ៍មានដែរប្រកាន់នៅរើសមុខណាតែជាប់ហើយចាបាទនេះម្សិលមិញប៉ុន្តែម្សិលមិញក៏មានរឿងមួយធំដែរសម្រាប់ឲ្យទូទាំងជនបានជ្រាបជាព័ត៌មានហើយយ៉ាងក្រុមការងារខ្ញុំម៉ោងទី1ក៏បានផ្សាយឲ្យដែរហើយព័ត៌មានជាតិក៏បានផ្សាយឲ្យដែរប៉ុន្តែគាត់ថាខ្ញុំរំលឹកបន្តិចចុះបាត់កាលពីម្សិលមិញនេះសភាបានប្រជុំនៅកិច្ចប្រជុំវិសាមញ្ញរបស់ខ្លួនដោយអនុម័តទៅលើរបៀបវរៈចំនួន3បាទរបៀបវរៈទី1គឺរបៀបវរៈការបោះឆ្នោតជ្រើសតាំងឯកឧត្តមងួនញើជាអនុប្រធានទី2នៃរដ្ឋសភាទី2វរៈទី2គឺការបោះឆ្នោតជ្រើសតាំងឯកឧត្តមកឹមសុខាជាអនុប្រធានរដ្ឋសភាទី1បាទហើយនឹងវរៈទី3គឺការបោះឆ្នោតជ្រើសតាំងជំនួសនិងបំពេញបន្ថែមសមាជិកគណៈកម្មាធិការនៃរដ្ឋសភាទាំង10បាទប៉ុន្តែកាលពីម្សិលមិញនេះគឺរដ្ឋសភាបានបោះឆ្នោតជាឯកច្ឆន្ទហើយដោយទុកចិត្តទៅលើប្រធានរដ្ឋសភាអនុប្រធានទី1និងអនុប្រធានទី2បាទឯកឧត្តមងួនញើអនុប្រធានទី2ឯកឧត្តមកឹមសុខាមកពីគណៈបក្សសង្គ្រោះជាតិអនុប្រធានទី1បាទប៉ុន្តែក្នុងគណៈកម្មការទាំង10នោះគឺម្សិលមិញអនុម័តបានទៅលើតែគណៈកម្មាធិការចំនួន3ទេបានទៅសល់7ទៀតនឹងបន្តការប្រជុំនៅថ្ងៃនេះបន្ថែមទៀតបាទនេះដែលកាលពីម្សិលមិញទូទាំងជនអញ្ចឹងព័ត៌មានដែលម្សិលមិញគឺខ្ញុំក៏បានផ្សាយពេលល្ងាចហើយព្រឹកមិញម៉ោងទី1ក៏លោកសុខៈក៏បាននិយាយខ្លះហើយដែរខ្ញុំគ្រាន់តែរំលឹកបន្ថែមបន្តិចប៉ុណ្ណឹងឯងឥឡូវខ្ញុំវិលទៅរករឿងខ្ញុំចាស់វិញបាទទូទាំងជនរឿងចាស់រឿងអីហ៎រឿងទឹកស៊ុបរឿងទឹកស៊ុបមានរឿងថ្មីទៀតហើយបានមុននិយាយថ្ងៃហ្នឹងបាទស្រាវជ្រាវនឹងស្វែងរកព័ត៌មានឲ្យទាល់តែបានដើម្បីបង្ហាញការពិតដល់មហាជនទូទាំងប្រទេសបាទអាជ្ញាធរក៏គាត់ស្ទុះស្ទាខាងអ្នកព័ត៌មានខ្ញុំក៏ព្យាយាមដើម្បីរកព័ត៌មានប្រភពពិតឲ្យបានច្បាស់ដែរបាទឥឡូវនេះខ្ញុំបានប្រភពពិតមួយចំនួនហើយដែលខ្ញុំបានជួបជាមួយនឹងខាងមន្ត្រីកម្មគនត្រូលហើយជាពិសេសគឺថ្នាក់ដឹកនាំកម្មគនត្រូលតែម្ដងដោយ
លោកបានបញ្យល់ថាតាក់ទងអំពីបញ្ហាការនាំចូលទឹកស៊ុបគឺជារឿងមិនពិតប៉ុន្តែវាមានមេស៊ុបត្រូវបាននាំចូលរបៀបជាតិម្សៅបាទកម្មសមិញខ្ញុំជួបជាមួយនឹងអៃដាមម៉ាក់ពេជ្ររិទ្ធប្រតិភូរីរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកម្ម control នៅក្នុងព្រះរាជាណាចក្រកម្ពុជាទូទាំងជននេះរូបភាពសូមបង្ហាញរូបភាពនឹងបន្តិចរូបភាពនៅក្នុងកាតេសមួយនេះបាទកាតេសក្រុងសមួយនេះគឺជាប្រភេទមេស៊ុបបាទប្រភេទមេស៊ុបដែលវាជាតិដែលទម្រង់របស់វានៅខាងក្នុងគឺជាតិម្សៅប្រភេទម្សៅហើយប្រភេទមេស៊ុបនេះមិនមែនយកមកធ្វើទឹកស៊ុបទេនេះខាងជំនាញរបស់ខាងកម្ម control ក៏ដូចជាជំនាញខាងប៉ូលីសសេដ្ឋកិច្ចរបស់ក្រសួងមហាផ្ទៃដែលខ្ញុំព្យាយាមជួបម្សិលមិញហ្នឹងបាទខាងប៉ូលីសសេដ្ឋកិច្ចគាត់ចាប់បានប្រភេទម្សៅមេស៊ុបហើយប្រភេទម្សៅមេស៊ុបនេះគឺគេយកមកធ្វើជាទឹកស៊ីអ៊ីវលាយធ្វើទឹកស៊ីអ៊ីវទឹកត្រីទឹកជាតិប៉េងប៉ោះចាបាទទឹកម្ទេសចាបាទអញ្ចឹងគេមិនមែនយកអាមេស៊ុបនេះយកមកលាយនៅក្នុងទឹកស៊ុបទេគឺគេលាយនៅក្នុងទឹកស៊ីអ៊ីវទឹកត្រីទឹកប៉េងប៉ោះនិងទឹកម្ទេសចាដើម្បីឲ្យវាមានជាតិជាតិឆ្ងាញ់ចាមានជាតិបើជាតិវិជែងបាទជាតិឆ្ងាញ់នៅក្នុងនឹងស្រាប់តែម្ដងបាទនេះដែលខាងប៉ូលីសសេដ្ឋកិច្ចគាត់បង្ហាញប្រភេទហ្នឹងហើយឥឡូវមើលប្រភេទបដងបាទអានេះគឺជាតិម្សៅគេហៅថាមេស៊ុបចាហើយប៉ូលីសសេដ្ឋកិច្ចគាត់ចាប់បានហ្នឹងគាត់ចង់បង្ហាញប្រាប់ថាមេស៊ុបលោកវិធីនេះមេស៊ុបប៉ុន្តែ